ជំរាបសួរក៏ដូចជាស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះស៊ីសុំទីថ្ងៃនេះខ្ញុំមកនិយាយពី hardware monitor របស់លោកអ្នកចង់ជិះបងយើង start ម៉ាស៊ីនសិនមកនេះបាននេះចឹងយើង log in វាចូលមកអូខេចឹងធ្វើការ check ជាមួយនឹង IP address ចឹងយើងធ្វើការបើកជាមួយនឹង PowerShell ណាជាមួយនឹង IP address យើងមកយើងវាយ password នេះយើង connect បានហើយ connect ចូលហើយចឹងមកដល់កន្លែងយើង check Google MI សិនមកអូខេគឺឈ្មោះខ្ញុំហៅរបស់ដាក់ AWD home ហើយកន្លែងនេះ check មើល hostname គេសេសុំចឹងតោះមក check មើល version តិចទៅអូខេ version ចឹងយើងចាប់ផ្ដើមបង្កើត file មកឬក៏ comment touch ហើយដាក់ចូលចឹងយើង check មើល file មកនេះ file យើងកាត់មកតោះយើងបោក comment ណានោះដើម្បីsave file តមកយើងចុច Control X មកតមកយើង save វាមកតមកយើង check មើល file ហ្នឹងនេះ file យើងបានទៅ save មិញហ្នឹងយើងឃើញតមកបើសិនជាយើងចង់ remove file យើងប្រើ command OM ចឹងយើងសាក remove file ហ្នឹងមក
ចឹងខ្ញុំយើង check មើលបាត់ file នឹងអត់គេ file នឹងបាត់បារីមានទេបន្ទាប់មកយើងបង្កើត folder មួយមើលអូខេ dia ដាក់វា.dt ចេញតែមកនេះឃើញអញ្ចឹងបើសិនជាយើងចង់លុប folder ហ្នឹងយើងប្រើ comment omd មកចេញទៅ ls មកឃើញចេញយើងបាត់ folder ហ្នឹងឯងព្រោះយើងមិនលុបបាត់ទេហើយមកយើង clear វាមកចុះតោះយើងប្រើ comment ls cpu ដើម្បី check មើល cpu ហ្នឹងតោះមកយើងចង់ដឹង real time របស់ CPU ហ្នឹងយើងប្រើ comment មួយគឺ top នេះអញ្ចឹងcomment មួយទៀតដាក់ h top នេះមកយើងចាប់ផ្ដើម install htop មកមកយើង updateចឹងតោះមកយើងប្រើ comment មួយដើម្បីយើងមើល RAM គឺ free.8 នេះចេញមក RAM ដែលយើងស្រុកទៅអស់ total free share តបមកប្រើ comment df.8 ដើម្បី check មើល space disk space នេះហ្នឹងតមកប្រើ comment lsbk នេះចឹងការបង្ហាញរបស់ខ្ញុំទាក់ទងទៅនឹង hardware monitor មានតែប៉ុណ្្នឹងទេចេញធ្វើការ shut down មក Thank you everyone for watching.